សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះមានដំណឹងចង់មកប្រាប់ថាចំពោះអ្នកដែលចាំរឿងខ្ញុំមានចការសោកស្ដាយខ្លាំងមែនតើខ្ញុំនិយាយថានៅពេលដែលខ្ញុំប្រឡងក្រេរួចហើយដឹងលទ្ធផលអីរួចខ្ញុំនឹងមកផុសរឿងនឹងបន្តវិញប៉ុន្តែជាក់ស្ដែងម្សិលមិញហ្នឹងខ្ញុំថានឹងថតវីដេអូផុសរឿងភាគទី5របស់យើងបន្តហើយប៉ុន្តែនៅពេលដែលខ្ញុំចូលទៅក្នុងកម្មវិធីហ្នឹងគឺវាបានលុបទូរស័ព្ទខ្ញុំហ្នឹងវាអត់ដឹងមកទេវាមានបញ្ហាទៅវាក៏លុបអាកម្មវិធីដែលខ្ញុំបានសរសេររឿងហ្នឹងហើយនេះខ្ញុំទៅតែបានដោនមកវិញម្សិលមិញទេហើយសោកស្ដាយខ្លាំងមែនតើចំពោះរឿងដែលខ្ញុំបានសរសេរតាមប្រមាណនៅក្នុងកម្មវិធីហ្នឹងគឺវាបានលុបចោលទាំងអស់ហើយឥឡូវពេលហ្នឹងគឺមានតែពីរខ្លឹមសារនេះទេគឺជាភាគខ្លីតិចៗដែលខ្ញុំទៅតែសរសេរឡើងមកវិញហើយចំពោះរឿងដែលខ្ញុំបានសរសេរកាលពីមុនរឿងច្រើនមែនតែនគឺបានលុបចោលអស់ហើយទាំងភាគវែងភាគតដែលខ្ញុំសរសេរបានភាគទី5ភាគទី6ហ្នឹងជាមួយនឹងភាគខ្លីឈុតខ្លីដែលខ្ញុំមានបំណងសរសេរបន្តដើម្បីបំពេញភាគវាហ្នឹងក៏បានលុបចោលអស់ដែរហើយរឿងផ្សេងដែលខ្ញុំបានសរសេរចិត្តចប់ហើយក៏បានលុបអស់ទៀតអញ្ចឹងហើយខ្ញុំត្រូវសរសេរសារដើមមកវិញទាំងអស់ហើយដឹងស្រាប់ហើយថាខ្ញុំទៅតែប្រឡងក្រេហើយអាកំពុងតែឈួរច្រវល់មានជាការដេកភ័យរឿងការប្រឡងហើយដល់ពេលឥឡូវមកកម្មវិធីនឹងវាលុបចោលអស់ទៀតសូម្បីតែរឿងដែលសរសេរទុកចិត្តចប់ហើយក៏ត្រូវលុបចោលអស់ហើយអញ្ចឹងត្រូវសរសេរសារឡើងវិញទាំងអស់មិនថារឿងថ្មីឬក៏រឿងចាស់ដែលខ្ញុំបានសរសេរយូរណាស់ហើយទៅគឺត្រូវសរសេរឡើងវិញទាំងអស់អញ្ចឹងហើយពេលហ្នឹងមានជាការអត់មានអារម្មណ៍អីយីមែនសរសេរគឺអត់ចេញហ្មងហើយបូករួមនឹងមកពីពិនិត្យសុខភាពវិញគឺខ្ញុំផ្ដាសាយជាប់រហូតនិយាយស្រាប់តែសលេងក៏ដឹងដែរថានៅកងល់អត់តន់ជាទេហើយមកត្រូវមានអញ្ចឹងទៀតខ្ញុំអត់មានអារម្មណ៍តែសេតទេមកហ្នឹងគឺគ្រាន់តែចង់ប្រាប់អ្នកទាំងអស់គ្នាដំណឹងប៉ុណ្ណឹងហើយបើអាចសូមឲ្យនៅចាំរឿងខ្ញុំសិនទៅបើមានពេលខ្ញុំសរសេរបានខ្ញុំនឹងផុសឡើងមកវិញពេលនេះសុំពេលធ្វើចិត្តសិនហើយព្រោះហត់ខ្លាំងខំសរសេរមកយូរស្លឹងយូរឡើងឈឺភ្នែកប៉ុន្តែចុងក្រោយតាមអាផ្លែទេមិនដល់ប្រហែលនាទីផងគឺអាលុបចោលអស់លីងអញ្ចឹងហើយគឺអត់មានអារម្មណ៍ធ្វើសារឡើងវិញទេសុំពេលធ្វើចិត្តសិនជួបគ្នាឆាប់សង្ឃឹមថាអ្នកទាំងអស់គ្នានឹងនៅតែចាំនិងគាំទ្រសាច់រឿងរបស់ខ្ញុំហើយអរគុណមែនតើចំពោះការរងចាំ